គ្រប់ជម្រាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកចាំបងប្អូនតាក់ទងទៅនឹង phrasal verb យើងជាបន្តទៀតដែលយើងហៅថាកិរិយាសព្ទ clear បាទតោះយើងទៅសិក្សាទាំងអស់គ្នាបាទ set up ឬក៏ set up ប្រែថារៀបចំបាទរៀបចំបាទយើង set up កម្មវិធីក្នុង computer អញ្ចឹងណាបាទយើង set up វាឲ្យត្រឹមត្រូវហ្នឹងទៅអញ្ចឹងបាទរៀបចំ write down ប្រែថាកត់ត្រាបាទកត់ត្រាបាទនេះកត់ត្រាបច្ចុប្បន្នហ្នឹងទៅឧទាហរណ៍បងប្អូនកំពុងតែមើលវីដេអូមួយនេះពាក្យណាឬក៏ phrasal verb ណាដែលបងប្អូនមិនទាន់ចេះអញ្ចឹងបងប្អូន write down ហ្នឹងទៅណាបាទកត់ត្រាទុកហ្នឹងទៅ explain to ប្រែថាបញ្យល់ឲ្យបាទបញ្យល់ឲ្យ speak up បាទប្រែថានិយាយឲ្យខ្លាំងនិយាយឲ្យខ្លាំងអញ្ចឹងពេលបងប្អូននិយាយទៅគេនិយាយតិចពេលខ្លះគេស្ដាប់ចង់បានអញ្ចឹងយើង speak up និយាយឲ្យខ្លាំងបាទគេស្ដាប់បានគេបាននិយាយជឿជាក់ខ្លួនឯងណាបន្តទៀត see off បាទមិនទៅ see off ទេណាបាទអត់ដិតហ្នឹងមែនទេអញ្ចឹង see off ឬក៏ see off ចេញដំណើរបាទចេញដំណើរ set off អមដំណើរបាទអមដំណើរចាអូនស្រីជិះកង់ទៅយើងអមដំណើរគាត់3 4នាក់ទៅមកប្រាប់គាត់អមហ្នឹងទៅបាទឧទាហរណ៍ណាបាទអញ្ចឹងគឺ set off អមដំណើរ see off ចេញដំណើរ look through មើលធ្លុះបាទមើលធ្លុះចឹងទៅមើលធ្លុះចិត្តរបស់មនុស្សចឹងទៅអញ្ចឹង look through បាទ look on ឬក៏ looks on ឈរមើលបាទតែឈរមើលជាស្រ័យបងប្អូនណាគឺអត់មានស្អីទេបាទអញ្ចឹងគឺឈរមើលបាទ get out ចេញក្រៅ get in បាទចូលក្នុងចាំជាប់មាត់ចេញសលេង T បាទនឹងពាក្យថា pass out ឬក៏ pass out ចែកចាយបាទចែកចាយ fill in បាទបំពេញចន្លោះឬក៏បំពេញចន្លោះប្រហោងនៅលើលំហាត់មេរៀនយើងអញ្ចឹងណាបាទយើងក៏ fill in turn up ឬក៏ turn up បើកសំលេងបាទសំលេងវិទ្យុឬក៏សំលេងទូរស័ព្ទអញ្ចឹងណាអញ្ចឹងគឺយើង turn up បាទបើកសំលេង turn down បន្ថយសំលេងបាទបន្ថយសំលេងឮខ្លាំងពេកយើងបន្ថយសំលេងអញ្ចឹងទៅដើម្បីកុំឲ្យរំខានដល់អ្នកនៅជាមួយឬក៏បងប្អូនណាដែលនៅជិតយើងអញ្ចឹងណាបាទអូខេអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមទស្សនារបស់ខ្ញុំវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើមានកំហុសខុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយទៀត